កម្មវិធីកំសាន្តធំពីដល់ល្បីរបស់ PNN គឺ Fresh Winner និង Idol Fun House កាលពីខែឧសភាឆ្នាំ2025កន្លងទៅនេះបានចំណាយប្រាក់លើការចូលលេងកំសាន្តរបស់សិល្បករសិល្បករនីនិងទស្សនិកជនផ្សេងទៀតប្រមាណជាជាង10លានរៀលហើយថែមទាំងក្លាយជាកម្មវិធីតាក់ទាញការគាំទ្រខ្លាំងពីមហាជនថែមទៀតផងកម្មវិធី Fresh Winner ក្នុងសប្តាហ៍ទី1អ្នកឈ្នះទទួលបានទឹកប្រាក់8សែនរៀលសប្តាហ៍ទី2 1លាន3សែនរៀលសប្តាហ៍ទី3 5សែនរៀលនិងសប្តាហ៍ទី4 3សែនរៀលដោយទឹកប្រាក់សរុបសម្រាប់ខែឧសភាមានប្រមាណ2លាន9សែនរៀលដល់ហើយសម្រាប់កម្មវិធី Idol Fun House វិញក្នុងសប្តាហ៍ទី1អ្នកឈ្នះទទួលបានទឹកប្រាក់4លានរៀលសប្តាហ៍ទី2 7សែនរៀលសប្តាហ៍ទី3 6សែនរៀលសប្តាហ៍ទី4 7សែនរៀលនិងសប្តាហ៍ទី5 1លាន4សែនរៀលសរុបទឹកប្រាក់ប្រមាណ7លាន4សែនរៀលដូច្នេះមានន័យថាគ្រាន់តែខែឧសភាឆ្នាំ2025កន្លងទៅកម្មវិធីធំទាំងទីខាងលើនេះចំណាយទៅលើអ្នកឈ្នះទឹកប្រាក់ប្រមាណ10លាន3សែនរៀលទៅកាន់អ្នកចូលលេងដែលមិនត្រឹមតែបង្កលក្ខណៈសប្បាយរីករាយប៉ុណ្ណោះទេហើយថែមទាំងឈ្នះរង្វាន់ធំទៅថែមទៀតផងមិនតែប៉ុណ្ណោះកម្មវិធីដែលសម្បូរដោយរូបភាពថ្មីប្លែកតាក់ទាញទាំងពីរនេះទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនដោយកម្មវិធីនីមួយៗតែងតែមានអ្នកទស្សនារាប់លាននៅលើបណ្ដាញសង្គមដល់ហើយសម្រាប់ខែមិថុនាឆ្នាំ2025នេះវិញកម្មវិធីទាំងពីរខាងលើក៏មានអ្នកឈ្នះរង្វាន់ទឹកប្រាក់រាប់លានរៀលថែមទៀតផងក្រៅពីពួកគេបានបង្កើតបរិយាកាសសប្បាយរីករាយជាមួយនឹងកម្មវិធីសូមបញ្ជាក់ថាកម្មវិធី Idol Fun House នឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PNN រៀងរាល់ថ្ងៃសុក្រចាប់ពីម៉ោង6រហូតដល់ម៉ោង8យប់ដល់ហើយ Fresh Winner ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PNN នៅរៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង6ដល់ម៉ោង7យប់តទៅ